ការបំផ្ទុះក្របបែកនៅហាងតែមួយកន្លែងដែលស្ថិតនៅក្នុងខេត្តនារាធិរដ្ឋបណ្ដាលឲ្យមានមនុស្ស9នាក់រងរបួសរួមទាំងមន្ត្រីសមត្ថកិច្ច3នាក់និងរកឃើញក្របបែកទី2នៅក្បែរកន្លែងកើតហេតុជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ដោយតាមការសន្យាពីវីដេអូមុនអញ្ចឹងខ្ញុំនឹងទៅពំនាំព័ត៌មានហេតុការណ៍ព្រឹត្តិការណ៍ថ្មីៗដែលកំពុងតែកើតមាននៅឯប្រទេសថៃមកចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបដោយថ្ងៃនេះដែរយើងមានព័ត៌មានថ្មីមួយដែលបានកើតឡើងនៅប្រទេសថៃតាក់ទងជាមួយនឹងការបំផ្ទុះគ្រាប់បែកថ្មីមួយទៀតហើយដែលកើតឡើងចេញពីក្រុមឧទាមនៅឯប្រទេសថៃនឹងផ្ទាល់បងប្អូនអញ្ចឹងដូចមួយរយៈកន្លងមកបងប្អូនបានដឹងហើយអញ្ចឹងថាប្រទេសថៃបានរុករានប្រទេសខ្មែរខ្លាំងមែនទែនជាពិសេសបងប្អូនដែលនៅជាប់តំបន់ព្រំដែនដែលថៃបានប្រើប្រាស់ឧបករណ៍បំពងសំឡេងជាធុងបាសច្រើនយកមកដាក់នៅតាមបន្ទាត់ព្រំដែនដែលបានចាក់ជាសំឡេងរំខានដល់ប្រជាពលរដ្ឋបងប្អូនខ្មែរយើងដូចជាសំឡេងឆ្កែលូសំឡេងខ្មោចសំឡេងស្ត្រីស្រែកហើយអស់ពីហ្នឹងចេញជាចាក់ដល់រឿងកុនផ្សេងធ្វើឲ្យបងប្អូនដែលរស់នៅតំបន់ព្រំដែននោះគាត់សម្រានមិនលក់រហូតដល់ថ្នាក់យកកាសមកដាក់នឹងតិចបងប្អូនអញ្ចឹងវាធ្វើឲ្យប៉ះពាល់ខ្លាំងមែនតែនទៅលើបញ្ហាមនុស្សធម៌អញ្ចឹងតកតងជាមួយនឹងប្រទេសចៅនេះគឺមិនដឹងថាក្នុងចិត្តគាត់គិតអ្វីដែលគាត់អាចរកនឹកឃើញវិធីសាស្ត្រនឹងមកបានអញ្ចឹងកុំឲ្យបងប្អូនរងចាំព័ត៌មានអាប់ដេតក្នុងថ្ងៃនេះយូរខ្ញុំនឹងទៅលម្អិតហេតុការណ៍នេះជូនបងប្អូនតាក់ទងជាមួយនឹងការបំផ្ទុះគ្រាប់បែកនៅឯប្រទេសថៃការបំផ្ទុះគ្រាប់បែកនៅហាងតែមួយកន្លែងដែលស្ថិតនៅក្នុងខេត្តនារាធិរដ្ឋបណ្ដាលមានមនុស្ស9នាក់រងរបួសរួមទាំងមន្ត្រីប៉ូលីស3នាក់ទៀតហើយគេរកឃើញគ្រាប់បែកទី2នៅក្បែរកន្លែងកើតហេតុនោះផងដែរបងប្អូននៅថ្ងៃទី16ខែតុលាឆ្នាំ2025គ្រាប់បែកបានបញ្ជាពីចម្ងាយមួយគ្រាប់ដែលធ្វើឲ្យបានផ្ទុះឡើងនៅក្បែរហាងតែមួយកន្លែងស្ថិតក្នុងសង្កាត់យីងៅខេត្តនារាធិរដ្ឋប្រទេសថៃបានបណ្ដាលឲ្យមានមនុស្ស9នាក់រងរបួសនិងក្នុងនោះមានមន្ត្រីប៉ូលីស3នាក់និងជនស៊ីវិល6នាក់ទៀតផងដែរបងប្អូនការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង8ព្រឹកចម្ងាយ200ម៉ែត្រពីសន្តានីយ៍ប៉ូលីសយីងៅដែលក្នុងចំណោមជនរងគ្រោះទាំង9នាក់មាន4នាក់រងរបួសធ្ងន់ហើយហើយអាយុរបស់ពួកគេស្ថិតនៅក្នុងចន្លោះពី29ទៅដល់79ឆ្នាំបន្ទាប់ពីការផ្ទុះដំបូងគេរកឃើញកំទេចគ្រាប់បែក EOD នៃប៉ូលីសខេត្តនារាធិរដ្ឋនិងមន្ត្រីដែលធ្វើកុសលវិច័យបានរកឃើញគ្រាប់បែកផលិតដោយខ្លួនឯងមួយគ្រាប់ទៀតដែលបានលាក់ទុកនៅក្នុងធុងសាំងទេសចរទម្ងន់ប្រហែលជា10គីឡូក្រាមដែលដាក់នៅក្នុងធុងសម្រាមក្បែរនោះផងដែរបងប្អូនអញ្ចឹងករណីនេះមិនមែនតែមួយគ្រាប់ទេគឺ2គ្រាប់ហើយគម្រោងធ្វើឲ្យវាកាន់តែធំព្រោះអាចផ្ទុះមួយគ្រាប់ហើយបាទវារីកដាលថែមមួយគ្រាប់ទៀតហើយវានៅក្នុងធុងសាំងតែម្ដងគឺការផ្ទុះនេះវារីករាលដាលធំដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់មនុស្សជុំវិញនឹងកាន់តែច្រើនបងប្អូនអញ្ចឹងតកតងជាមួយនឹងបញ្ហានេះគឺគេមានគម្រោងទុកមុនដើម្បីបង្កភាពចលាចលនៅឯប្រទេសថៃនៅក្នុងខេត្តនារាធិរដ្ឋនឹងបងប្អូនគ្រាប់បែកនេះត្រូវបានកាត់ជា2ផ្នែកនិងត្រូវបានរចនាឡើងសម្រាប់ការបញ្ជាពីចម្ងាយកម្មនៃការផ្ទុះនេះគឺរីករាលដាលខ្លាំងទៅដល់ហាងតែនៅឯតំបន់ជុំវិញនឹងផងដែរបងប្អូនអាជ្ញាធរថៃបានជឿជាក់ថាក្រុមឧទាមដែលបានកំណត់គោលដៅគឺទៅលើមន្ត្រីប៉ូលីសអញ្ចឹងមិនមែនទៅលើប្រជាជនទូទៅទេប៉ុន្តែផលប៉ះពាល់នោះគឺក្នុងចំណោមដែលប្រជាជនដែល
គាត់ទៅក្នុងហាងតែហ្នឹងក៏រងផលប៉ះពាល់ដូចគ្នាអញ្ចឹងមុខសញ្ញាតែមួយប៉ុន្តែក្នុងហេតុការណ៍ហ្នឹងមានមនុស្សច្រើនអញ្ចឹងធ្វើឲ្យវាប៉ះពាល់ច្រើនបងប្អូនក្រុមឧទាមដែលកំណត់គោលដៅទៅលើមន្ត្រីប៉ូលីសដែលតែងតែមកហាងតែនេះដែលផឹកកាហ្វេផឹកតែជាប្រចាំបងប្អូនទោះជាយ៉ាងណាក្តីជនស៊ីវិលដែលខ្លាចជាជនរងគ្រោះដែលមិនបានគ្រោងទុកនៅក្នុងហេតុការណ៍នេះក៏ត្រូវវាយប្រហារផងដែរហេតុការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់ខេត្តនរាធិរាជដែលជាតំបន់មួយនៅក្នុងចំណោមតំបន់ភាគខាងត្បូងនៅឯប្រទេសថៃដែលតែងតែប្រឈមមុខនឹងអំពើហិង្សាពីក្រុមឧទាមហើយអាជ្ញាធរថៃកំពុងតែស៊ើបអង្កេតដើម្បីស្វែងរកជនដៃដល់និងការពារកុំឲ្យមានការវាយប្រហារបន្ថែមទៀតអញ្ចឹងករណីនេះមិនមែនតែជាលើកទី1ទេវាក៏ធ្លាប់កើតឡើងជាច្រើនលើកដែរដែលបង្កឡើងដោយក្រុមឧទាមអញ្ចឹងប្រទេសថៃចំនួនមានច្រើនជាធម្មតាមនុស្សតែធ្វើឲ្យគេស្អប់គេតែងតែមិនពេញចិត្តហើយតែងតែមានផលតបស្នងណាមួយកើតឡើងមកវិញឯងបងប្អូនដូចប្រទេសថៃដែលធ្វើមកលើកម្ពុជាគេថាប្រទេសចោលដែលធ្វើមកលើកម្ពុជាធ្វើមកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ហ្នឹងពិបាករស់នៅគាត់មានការដាក់លបងសំណាញ់លួសអីផ្សេងហើយធ្វើបញ្ហារុករានប្រជាពលរដ្ឋដែលរស់នៅតំបន់នោះហើយឥឡូវនេះគាត់កំពុងលេចជាផ្លែផ្កាឡើងវិញហើយដែលអំពើដែលគាត់សាងគេថាសាងល្អបានល្អសាងអាក្រក់បានល្អបានអាក្រក់បងប្អូនអញ្ចឹងជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាព័ត៌មានថ្ងៃនេះហើយក៏សូមអភ័យទោសនៅចំណុចពាក្យពេចន៍ដែលមិនសមរម្យដែលនិយាយនៅក្នុងអត្ថបទនេះផងដែរបងប្អូនអញ្ចឹងជួបគ្នានៅក្នុងវីដេអូក្រោយសូមអរគុណ